ជំរាបសួរហើយនឹងសួស្តីអ្នកទាំងអស់គ្នានៅថ្ងៃនេះគឺខ្ញុំនឹងយកពន្លឺថ្មីមួយទៀតដែរតាក់ទងជាមួយនឹង Microsoft Excel ចែកជូនអ្នកទាំងអស់គ្នាឲ្យបានដឹងហើយនឹងបានសិក្សាសម្រាប់ការវាយឯកសារបានលឿនកន្លឹះមួយនោះគឺនិយាយអំពីរបៀបដាក់តារាងឲ្យចេញស្វ័យប្រវត្តិតើយើងគួរធ្វើបែបម៉េចតាមដានជាមួយខ្ញុំមានតារាង Excel មួយបែបនេះតែខ្ញុំអត់បានវាយជាលេខរៀងឬក៏វាយរៀបចំតារាងនៅខាងក្រោមទេអញ្ចឹងការធ្វើស្វ័យប្រវត្តិនេះគ្រាន់តែយើងធ្វើតម្រងខាងលើឬក៏ចំណងជើងខាងលើនេះឲ្យហើយសិនមកបន្ទាប់មកគ្រាន់តែអ្នកទាំងអស់គ្នារៀបចំវាហើយយើងសរសេរលេខ1គឺវារត់តារាងឲ្យយើងដឹកខ្លួនឯងដែរអញ្ចឹងដើម្បីធ្វើអញ្ចឹងបានយើងអស់លើតារាងយើងទាំងអស់នេះមកហើយដល់ខាងចុងនេះបន្ទាប់មកយើងអស់ទៅក្រោមអញ្ចឹងយើងចង់ចងវាប្រមាណប្រអប់ឬប្រមាណកន្លងសាច់ទៅលើយើងអ្នកចងទេអញ្ចឹងខ្ញុំចងឲ្យវាដល់ cell ខាងក្រោមនេះចុះបន្ទាប់មកទៀតដាក់តែមួយស្លឹកបានអញ្ចឹងម្ដងទៀតដាក់មួយស្លឹកយកមួយស្លឹកមួយស្លឹកព្រំដែនរបស់ A4 ប៉ុណ្នេះបន្ទាប់មកខ្ញុំចូលទៅកន្លែងនៅក្នុង home ពូត home ចូលមកកន្លែង formatting នេះមកយកពាក្យថា new row តើមកអ្នកទាំងអស់គ្នាមើលមកខាងក្រោមកន្លែង use formula to កន្លែងអាហ្នឹងគេហៅស្អីឈ្មោះវិញខ្ញុំចង់ភ្លេចបាត់នេះdetermine which to call which call to format ចុចលើអាហ្នឹងមកបន្ទាប់មកវាចេញទម្រង់បែបនេះហើយ select កន្លែងប្រអប់ហ្នឹងមកនោះអ្នកទាំងអស់គ្នានឹងអុសវាបានបែបនេះអញ្ចឹងបន្ទាប់ពីអុសបានបែបនេះហើយយើង select ចូលមកកន្លែងលេខរៀងមកវាចេញទម្រង់បែបនេះមកឲ្យយើងគ្រាន់តែលុបកន្លែងដុល្លារនេះចោលកន្លែងលុបនេះបើសិនជាវាចេញ cursor បែបនេះមកយើងប្រើសញ្ញាព្រួយនៅលើ keyboard អញ្ចឹងប្រកាសជាវារេនេះឃើញរេឡើយអញ្ចឹងកុំប្រើវាដាច់ខាតគឺយើងប្រើ mouse select មកកន្លែងដុល្លារខាងមុខនេះមកបន្ទាប់មកលុបវាចោល backspace ហើយដាក់ cursor មកខាងមុខវិញប្រើនិមិត្តសញ្ញាធំឬតូចហ្នឹងបើកហើយនឹងបិទទៅវិញមកបន្ទាប់មកដាក់ថ្មិញកដោប2បិទបើកនោះយើងចូលមកកន្លែង format មួយទៀតហើយយើងយកកន្លែង outline នេះដាក់ប្រអប់វាមកបន្ទាប់មកអូខេហើយអូខេម្ដងទៀតនោះយើងបានហើយអញ្ចឹងខ្ញុំឧទាហរណ៍ឥឡូវខ្ញុំសរសេរលេខ1 enter នោះគឺវាចេញតារាងដោយស្វ័យប្រវត្តិឲ្យយើងហើយអញ្ចឹងយើងដាក់លេខ2 enter ទៀតវាចេញមកឲ្យទៀតតែបើសិនជាយើងសរសេរឈ្មោះenter អញ្ចឹងវាអត់ចេញឲ្យទេហេតុអីដោយសារតែយើងចងវាទៅលើតែលេខរៀងទេអញ្ចឹងមានន័យថាតើតែយើងវាយលេខរៀងបានវាចេញប្រអប់អូតូនឹងឲ្យយល់បានហើយអ្នកទាំងអស់គ្នាអញ្ចឹងកន្លែងនេះគឺយើងវាយលេខរៀងហើយបានយើងវាយឈ្មោះវាយម៉ោងចូលហើយវាយម៉ោងចេញហើយចាំគណនាចំនួនម៉ោងចំនួននាទីវិនាទីហើយនឹងដាក់តម្លៃក្នុង1ម៉ោងចេះមកហើយសរុបវាទៅចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេខ្លីៗងាយហើយនឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងធ្វើបានព្រោះកន្លឹះខ្លីនេះក៏ជួយសម្រួលដល់អ្នកទាំងអស់គ្នាក្នុងការងារមួយចំនួនដែរដែលតាក់ទងជាមួយនឹង cell ឬក៏តាក់ទងជាមួយនឹងការបង្កើតតារាងនេះវានឹងធ្វើឲ្យអ្នកទាំងអស់គ្នាធ្វើបានលឿនអញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណហើយសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ